និទានគំនិតទ្របអណ្ដែតរឿងនិទានរបស់បារាំងមួយនិទានថានារីដ៏ស្រស់ប្រំប្រៃម្នាក់បានរៀបការជាមួយអ្នករដ្ឋការថ្នាក់កណ្ដាលម្នាក់គេទាំងពីរអ្នកប្តីប្រពន្ធមានការរាប់អានយ៉ាងជិតស្និទ្ធជាមួយនឹងសេដ្ឋីនីម្នាក់ថ្ងៃមួយប្តីប្រពន្ធទាំងពីរអ្នកនេះត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងពិធីជប់លៀងដ៏ធំមួយគេក៏បានទៅខ្ចីខ្សែកពេជ្ររបស់សេដ្ឋីនោះមកពាក់ពេលកំពុងចូលរួមក្នុងកម្មវិធីជប់លៀងខ្សែកនោះក៏ជ្រុះបាត់ទៅគេមានក្តីព្រួយបារម្ភជាខ្លាំងតែដោយសារតែក្តីស្មោះត្រង់គេក៏ចូលទៅហាងលក់គ្រឿងអលង្ការដើម្បីសួរពីតម្លៃរបស់ខ្សែកដែលមានម៉ូដដូចគ្នានឹងខ្សែកដែលបាត់ទៅនោះពេលដែលបានដឹងពីតម្លៃដ៏ថ្លៃសម្បើមរបស់ខ្សែកនោះភ្លាមទាំងពីរអ្នកប្តីប្រពន្ធភ័យឡើងទន់ជង្គង់ព្រោះវាថ្លៃហួសពីសមត្ថភាពរបស់គេឆ្ងាយពេកតែគេបានតាំងចិត្តថានឹងមិនរត់ទៅណាឡើយគេខំស្វែងរកខ្ចីបុលចងការគេដើម្បីយកលុយមកទិញខ្សែកទៅឲ្យសេដ្ឋីនីនោះវិញដោយពុំបានប្រាប់ថាខ្សែកនោះបាត់ហើយខ្លួនបានទិញរបស់ថ្មីយកមកសងអ្វីឡើយចាប់តាំងពីថ្ងៃនោះមកទាំងពីរអ្នកប្តីប្រពន្ធមិនព្រមចេញទៅណាមកណាមិនជួបអ្នកណាទោះជាមានបុណ្យទានអ្វីក៏ដោយគេគិតតែពីខំធ្វើការទាំងពីរអ្នកខំធ្វើការថែមម៉ោងចាយវាយផ្សេងត្បិតត្បៀតបំផុតដើម្បីសន្សំលុយយកមកដោះបំណុលប្រាក់មួយកាក់មួយសេនសុទ្ធតែមានតម្លៃបំផុតសម្រាប់ពួកគេបើនឹងត្រូវទៅផ្សារទិញអីវ៉ាន់ប្រពន្ធខំដើរជ្រែទិញក្នុងផ្សារណាដែលលក់ថោកហើយតថ្លៃទំនិញយ៉ាងស្វិតតតាប់ទីបំផុតរាងកាយរបស់គេត្រូវទ្រុឌទ្រោមដោយសារតែខំធ្វើការហួសពីកម្លាំងហើយបរិភោគក៏មិនសូវបានគ្រប់គ្រាន់ផងដែររូបរាងកាយរបស់គេមានសភាពខុសពីមុនដាច់ស្រឡះអ្វីទាំងនេះដោយសារតែភាពស្មោះត្រង់និងការមានគុណធម៌នោះឯងជាង10ឆ្នាំបានកន្លងផុតទៅនាងភរិយាបានបាត់បង់សម្រស់ដ៏ស្រស់សោភារបស់ខ្លួនអស់ទៅហើយនោះបានជួបនឹងសេដ្ឋីនីក្នុងសួនច្បារសាធារណៈមួយនាងសងគេរួចអស់មានឥស្សរភាពវិញហើយប៉ុន្តែរូបរាងរបស់នាងបានផ្លាស់ប្ដូរជាខ្លាំងរហូតដល់គេចំណាំនាងលែងបាននាងបានទៅសួរនាំរាក់ទាក់ជាមួយសេដ្ឋីនីប៉ុន្តែគាត់មិនអាចចាំនាងបានទេទាល់តែនាងរៀបរាប់ប្រាប់ឈ្មោះនិងដំណើរដើមតងទៅទើបស្គាល់គាត់ភ្ញាក់ផ្អើលជាខ្លាំងហើយសួរនាងថាឯងវាយ៉ាងម៉េចបានជាខូចរូបរាងអស់អីចឹងនាងក៏រៀបរាប់រឿងរ៉ាវតាំងពីដើមដល់ចប់ឲ្យសេដ្ឋីនីនោះស្ដាប់គ្រាន់តែនិយាយមិនទាន់ចប់ស្រួលបួលផងសេដ្ឋីនីក៏ស្រែកផ្លាត់មាត់ថាហេតុអ្វីក៏ពេលនោះឯងមិននិយាយការពិតប្រាប់យើងឯងដឹងទេរបស់ដែលយើងឲ្យឯងខ្ចីនោះជារបស់កាឡៃទេតើអញដកកាច់បត់180ដឺក្រេកាលនោះបើសិនជាគេធ្វើមុខក្រាស់បន្តិចឬក៏មានចិត្តក្លាហានទៅនិយាយការពិតប្រាប់សេដ្ឋីនីនោះតែម្ដងទៅម្លេះមិនសូវលំបាកខ្លួនដល់ម្លឹងទេចំពោះរឿងនេះបើគិតតាមផ្លូវអាក្រក់វាបានសេចក្តីថាដោយសារតែភាពស្មោះត្រង់មានកិត្តិយសមានការទទួលខុសត្រូវលើអ្វីដែលខ្លួនបានធ្វើទៅពីអ្នកប្តីប្រពន្ធត្រូវរងទុក្ខលំបាកដល់ខ្លួនរហូតដល់ជាង10ឆ្នាំចំណែកឯសេដ្ឋីនីនោះក៏យ៉ាប់ណាស់ទៅទៀតមានដល់ថ្នាក់ជាសេដ្ឋីទៅហើយនៅចេះមកប្រើរបស់កាឡៃកើតដែរបើសិនជាប្តីប្រពន្ធនោះបានរត់បាត់ទៅគេក៏ប្រកាសជាមិនវេទនាដល់ថ្នាក់នេះដែរតែបើយើងនាំគ្នាគិតមកខាងផ្លូវល្អវិញក្រោយពេលដែលដឹងរឿងហើយគេក៏បានខ្សែកពេជ្រមែនទែនមកវិញប្រៀបដូចជាបានផ្ញើទ្រព្យទុកនៅនឹងសេដ្ឋីនីនោះអ៊ីចឹងដែរហើយបានទទួលរបស់ខ្លួនមកវិញដោយមិននឹកស្មានដល់ការដែលទាំងពីរអ្នកប្តីប្រពន្ធខំធ្វើការខំសន្សំលុយខំប្រឹងប្រែងត្បិតត្បៀតស៊ីអត់ស៊ីឃ្លានរាប់សិបឆ្នាំធ្វើឲ្យគេស្គាល់តម្លៃរបស់លុយចំណែកឯតួនាទីការងារក៏ត្រូវបានគេលើកដំកើងដោយសារតែការខិតខំប្រឹងប្រែងធ្វើការនោះឯងទោះបីជាអ្នកទាំងពីរត្រូវលំបាកពីដំបូង
ប៉ុន្តែគេក៏ទទួលបានផលដែលខ្លួនបានធ្វើយ៉ាងសមរម្យទាំងមិននឹកស្មានដល់ផងដែរនេះហើយគឺជាទ្រព្យអណ្ដែតតើលោកអ្នកគិតថាវាល្អឬអាក្រក់សម្រាប់គេទាំងពីរអតីតកាលបានកន្លងផុតទៅហើយអ្វីត្បិតតែអតីតកាលយើងមិនអាចផ្លាស់ប្ដូរបានតែយើងអាចឆ្លាក់ឆ្នៃបច្ចុប្បន្ននិងសាងអនាគតឲ្យល្អបាន